สุดท้ายบองปอนออกគ្នាថ្ងៃនេះយើងមកដឹងថាមតិមួយណាត្រឹមត្រូវមតិមួយបានលើកឡើងថាដើម្បីសុខភាពល្អគេងផ្អៀងទៅឆ្វេងនៅពេលយប់តែមតិមួយទៀតដើម្បីសុខភាពល្អគេងផ្អៀងទៅស្ដាំនៅពេលយប់ហើយចុះតាមមតិមួយណាត្រឹមត្រូវចូលវិភាសាមិនមែនជាភាសាខ្មែរទេបងប្អូនប៉ុន្តែមិនថាយើងគេងផ្អៀងទៅឆ្វេងឬគេងផ្អៀងទៅស្ដាំទេគឺសុទ្ធតែល្អត្រឹមត្រូវដូចគ្នាព្រោះគេងផ្អៀងទៅខាងណាក៏មានហេតុផលរៀងៗខ្លួនហើយមានអត្ថប្រយោជន៍រៀងៗខ្លួនទី1គេងផ្អៀងទៅឆ្វេងកាពះរបស់យើងមានរាងដូចជាអក្សរពេអញ្ចឹងកាលណាយើងគេងផ្អៀងទៅឆ្វេងអាថ្នាក់អក្សរពេហ្នឹងវាដក់ទៅក្រោមអញ្ចឹងអាហារក៏ដូចជាទឹកអាស៊ីតកាពះហ្នឹងគឺមាននៅក្នុងថ្នាក់ហ្នឹងវាអត់ហូរឡើងមកលើតាមពងកមកលើទេអញ្ចឹងមិនវិញវាអត់ធ្វើឲ្យយើងច្រាលជាអាស៊ីតមានន័យថាការគេងផ្អៀងទៅឆ្វេងគឺដើម្បីសុខភាពប្រព័ន្ធរំលាយអាហារល្អទី2គេងផ្អៀងទៅខាងស្ដាំមិនវិញគេងផ្អៀងទៅខាងស្ដាំមានន័យថាបេះដូងរបស់យើងងាកទៅឆ្វេងហើយអញ្ចឹងវាអត់បានសកត់ទៅលើស៊ូតរបស់យើងទេហើយយើងដឹងហើយស៊ូតរបស់យើងគឺមានទំហំអត់ដូចគ្នាទេស៊ូតផ្នែកខាងឆ្វេងតូចជាងផ្នែកខាងស្ដាំអញ្ចឹងគេថាបេះដូងអត់សកត់ទៅលើស៊ូតនោះហើយជាកត្តាដែលនាំឲ្យយើងនឹងស្រូបបឺតយកអុកស៊ីសែននឹងបានច្រើនព្រោះស៊ូតរបស់យើងស្រឡះអត់មានបន្ទុកអត់មានសម្ពាធពីលើទេហើយជាហេតុអីគេពេលយើងគេងទៅបានអុកស៊ីសែនគ្រប់គ្រាន់ចូលជំនួយខួរក្បាលក៏ដូចជាជំនួយរាងកាយរបស់យើងបានគ្រប់គ្រាន់ហើយក៏ជួយឲ្យយើងគេងឆាប់លក់ផងដែរអញ្ចឹងការគេងផ្អៀងមកខាងស្ដាំដើម្បីយើងគេងឆាប់លក់គេងផ្អៀងទៅខាងឆ្វេងដើម្បីសុខភាពប្រព័ន្ធផ្លូវរំលាយអាហារប៉ុន្តែយើងត្រូវចាំបើយើងគេងផ្អៀងទៅខាងស្ដាំពេលយើងគេងលក់ជាការពិតណាស់យើងនឹងគេងផ្អៀងមកខាងឆ្វេងវិញដោយឡែកប្រសិនបើយើងចាប់ផ្ដើមគេងខាងឆ្វេងមុនគឺយើងគេងខាងឆ្វេងរហូតអញ្ចឹងបងប្អូនសម្រេចចិត្តថាគេងទៅខាងណាគឺអាស្រ័យលើបងប្អូនហើយអាស្រ័យលើសុខភាពរបស់បងប្អូនអាហ្នឹងគឺសុទ្ធតែមានសារៈប្រយោជន៍គុណប្រយោជន៍រៀងៗខ្លួនអាហ្នឹងយើងធ្វើទៅដើម្បីឲ្យសមស្របនឹងរាងកាយរបស់យើងក៏ដូចជាសុខភាពរបស់យើងផងដែរអរគុណសម្រាប់ការតាមដានវីដេអូបងប្អូនកុំភ្លេច like subscribe វីដេអូក៏ដូចជា channel របស់ខ្ញុំ